គឺ crop sensor និង full frame តែរបស់ពីរនេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់ mirrorless camera អ្វីទៅគឺជា sensor ជម្រាបសួរអ្នកនាងសូមស្វាគមន៍មកកាន់ channel YouTube ក៏ដូចជាវីដេអូថ្មីរបស់ខ្ញុំមួយទៀតរីហ៊ូចឹងនៅក្នុងវីដេអូមុនដូចដែលយើងបាននិយាយគ្នាជាប្រភេទកាមេរ៉ាចឹងវីដេអូនេះគឺដូចគ្នាដែរជាភាគតមកភាគទៀតដែលនិយាយអំពីប្រភេទកាមេរ៉ាពីរផ្សេងទៀតដែលស្ថិតនៅក្នុង mirrorless camera ដែល mirrorless camera នេះគឺស្ថិតនៅក្នុង digital camera ចឹងខ្ញុំធ្វើដូចជាបាន3វីដេអូហើយពីប្រភេទ digital camera មានអីខ្លះហើយ DSLR និង mirrorless វាមានភាពខុសគ្នាខ្លះមួយចុងក្រោយដែលជាទី3នេះគឺវាមានអីខ្លះនៅក្នុង mirrorless ហ្នឹងទៀតអូខេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងជួយអ្នកគ្នានៅក្នុងការសម្រេចចិត្តឬក៏ជ្រើសរើសទៅលើការទិញឬក៏ចាប់ផ្ដើមជាមួយនឹងកាមេរ៉ាដែលទើបតែចាប់ផ្ដើមថ្មីថ្មោងសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកគ្នាបានច្រើនហើយដូចជាអត់មានច្រើននិយាយទេមានប៉ុណ្្នឹងឯងscript ខ្ញុំមានប៉ុណ្្នឹងអូខេអញ្ចឹងយើងចូលទៅកាន់ topic ទៅដែល topic ថ្ងៃនេះគឺយើងនិយាយអំពីរបស់ពីរដែលមាននៅក្នុង mirrorless camera គឺ crop sensor និង full frame តែរបស់ពីរនេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់ mirrorless camera អញ្ចឹងមុននឹងចូលទៅកាន់របស់ពីរនេះយើងត្រូវតែស្គាល់ថាអ្វីទៅគឺជា sensor នៅក្នុងវីដេអូមុនខ្ញុំក៏ធ្លាប់បាននិយាយខ្លះៗដែរអំពី sensor ដែលវាខុសពីប្រភេទ DSLR ដែលប្រើកញ្ចក់ sensor គឺប្រើប្រទះ digital មួយដែលដាក់ចូលដើម្បីទាញយករូបថតយកទៅដាក់នៅក្នុង monitor ឬក៏ viewfinder អូខេអញ្ចឹង sensor គឺជាផ្នែកដ៏សំខាន់បំផុតឬក៏ជាបេះដូងរបស់កាមេរ៉ាដែលជាប្រភេទ digital នេះបើសិនជា sensor មានបញ្ហាកាមេរ៉ាទាំងមូលគឺនឹងខ្លាចទៅជារបស់ដែលដាក់តាំងហើយធ្វើឲ្យឡើងកើតអីបានតែមើលទេដល់តែយកចូលជាងដែល sensor នេះគឺមានតួនាទីទទួលពន្លឺពីខាងក្រៅហើយនឹងបំលែងរូបទៅជារូបភាពដែលយើងមើលផ្ទាល់នៅក្នុង viewfinder ឬក៏ monitor របស់កាមេរ៉ាអញ្ចឹងខ្ញុំនៅតែនិយាយដែរថា sensor នេះអ្នកទាំងគ្នាត្រូវតែចាំឲ្យច្បាស់មែនទែនត្រូវតែប្រយ័ត្នមិនអាចយកដៃយើងឬក៏យករបស់អីទៅកូតវាឆ្កូតបានទេព្រោះ sensor មានបញ្ហាណាមួយរូបថតមកគឺអត់ស្អាតទេទោះបីជាវាមានធូលីតូចមួយក៏ដោយដែលទុំនៅលើ sensor នេះបើសិនជាយើងមិនបានសម្អាតវាបានស្អាតនៅពេលដែលថតរូបនៅចំកន្លែងណាដែលភ្លឺនោះយើងនឹងឃើញដុំខ្មៅនៅលើរូបភាពរបស់យើងនោះហើយគឺជាធូលីដែលទុំនៅលើដែលទុំជាប់នៅលើ sensor ហើយ sensor នេះក៏វាមានអត្ថប្រយោជន៍មួយទៀតបើសិនជា sensor នេះកាន់តែធំពន្លឺដែលទទួលបានក៏កាន់តែច្រើនដូចគ្នាអញ្ចឹងជាក់ស្ដែងដូច full frame និង crop sensor អញ្ចឹងយើងចូលទៅកាន់ full frame មុនថាតើ full frame គឺជាអ្វីអូខេ full frame គឺជាប្រភេទ sensor មួយដែលមានទំហំស្មើនឹង sensor ឬក៏ film កាមេរ៉ា35 mm 35 mm ដែលជាប្រភេទ film កាមេរ៉ាប្រភេទបុរាណហ្នឹងឯងរបស់បុរាណទំហំរបស់វាប្រហែលជា36 mm គុណនឹង24 mm មកល្មមដែរទំហំហ្នឹងចឹងហើយទើប body របស់ full frame គឺយ៉ាងធំជាង crop sensor នៅពេលដែលយើងសង្កេតមើលផ្ទាល់ហើយដាក់ពីរនឹងនៅជិតគ្នាអញ្ចឹង sensor របស់ full frame គឺវាធំពន្លឺក៏វាទទួលបានច្រើនដូចគ្នាដូចដែលខ្ញុំបាននិយាយនៅខាងលើ sensor កាន់តែធំពន្លឺដែលទទួលបានក៏កាន់តែច្រើនដូចគ្នាហើយគុណភាពរូបថតនោះក៏កាន់តែមិនបាច់និយាយទេគឺសឹងតែ perfect តែម្ដងទាំងវីដេអូនិងរូបភាពដោយសារតែវាមានទំហំ sensor ធំអូខេអញ្ចឹងកាមេរ៉ា full frame នេះគឺពេញនិយមខ្លាំងដូចជា Sony A7 series ប្រភេទតកូ A7 Canon EOS R6 ឬក៏ Nikon Z6 សិតតែរបស់ full frame ហើយអូខេយើងចូលទៅកាន់របស់បន្ទាប់គឺ crop sensor របស់ crop sensor នេះគឺនិយាយថាបន្ទុក
ខ្ញុំដាក់ឲ្យគឺនៅក្រោម full frame អញ្ចឹងបើសិន full frame បាន8ឬក៏9គ្រប់ sensor នេះគឺបាន7ឬក៏8ឬក៏មកផ្ទុយនឹងឯងយ៉ាល្បាក់ហ្នឹងគ្រប់ sensor នេះមានឈ្មោះមួយប្រភេទទៀតដែលគេហៅគឺ APS-C ដែលជាប្រភេទ sensor មានទំហំតូចជាង full frame ដោយសារតែទំហំរបស់ sensor វាតូចទើបធ្វើឲ្យមុំរបស់វាដែលចាប់បានក៏កាន់តែគៀកឬក៏គ្រប់ចូលដូចគ្នាហើយពលឺដែលទួបានក៏វារៀងតិចជាង full frame ដូចគ្នាអញ្ចឹងបើសិនយើងថត aperture shutter speed ក៏ដូចជា ISO ដូចទៅនឹង full frame យើងនឹងឃើញថាពលឺថត full frame គឺចូលបានច្រើនជាងក៏ប៉ុន្តែរបស់មួយទៀតដែលអ្នកទាំងគ្នាគួរតែដឹងហើយស្គាល់ឲ្យច្បាស់នេះគឺជា crop factor ដែលមាននៅក្នុង crop sensor អញ្ចឹង crop យើងចូលឡើងហ្នឹងគឺនិយាយទៀត crop factor នេះគឺជាអ្វីឧទាហរណ៍ជាក់ស្ដែងបើសិនជាយើងប្រើប្រាស់ lens 50ដូចនឹង full frame ទំហំរូបថតដែលយើងថតមកគឺមិនមែន50ទេគឺវាអាចcropចូលអាចល្បាក់ប្រហែលជា75ឬក៏ដល់80យ៉ានេះហើយគឺជាគុណវិបត្តិរបស់ crop sensor គឺវា crop ចូលខាងមុខវាអត់ពេញដូច full frame ទេ full frame បើសិនជា lens 50គឺវា50ពេញតែម្ដងអញ្ចឹងកន្លែងនេះក៏វាជាចំណុចមួយដែលខុសគ្នាជាមួយនឹង full frame ដូចគ្នាអស់ហើយបើសិនយើងនិយាយបន្តទៀតពីរនេះប្រៀបធៀបគ្នាតើមួយណាល្អជាងបើសិនជាប្រើ lens ដូចគ្នាបើតាមគំនិតខ្ញុំច្បាស់ណាស់គឺ full frame គឺវាល្អជាងបើសិនជាប្រើ lens ដូចគ្នាហើយរបស់ផ្សេងដូចជា setting របស់កាមេរ៉ានៅពេលដែលថតរូបដូចគ្នា full frame ប្រកាសជាល្អជាងនៅពេលដែលយើងថតរូបដូចគ្នាប្លង់តែមួយពលឺដូចគ្នា full frame ប្រកាសជាធ្វើបានល្អជាងទាំងទំហំរូបថតដែលវាថតទៅបានទលាយជាងហើយពលឺក៏វាចាប់បានច្រើនជាងដូចគ្នាបើសិនជាអ្នកទាំងគ្នាចូលចិត្តថត landscape ឬវាជាប្រភេទទេសភាពដែលដូចជាព្រៃភ្នំសមុទ្រឬក៏កន្លែងណាដែលមានទេសភាពស្អាតខ្ញុំគិតថា full frame មានថាប្រយោជន៍ច្រើនជាងដោយសារតែរូបថតដែលថតជាង full frame គឺបានទលាយជាងអញ្ចឹងបើសិនយើងប្រើ lens wide រូបថតដែលថតមកក៏ wide ដូចគ្នាក៏ប៉ុន្តែបើសិនជាអ្នកដែលចូលចិត្តថតរបៀបដូចជា zoom ចូលដូច spot ឬក៏របៀបមួយទៀតដែលវាចូលចិត្តអាហ្នឹងហៅអីខ្ញុំភ្លេចបាត់នេះថតរបៀបគៀកcrop sensor នេះគឺល្អគឺវា zoom ចូលមកតង់ហើយយើងអត់ចាំបាច់ថាភ័យថាថតដល់មកតង់ទេដោយសារវាគុណមកតង់ហើយស្រាប់ហើយអញ្ចឹងថតរូបបានឆ្ងាយក៏ល្អដូចគ្នាវាមួយយ៉ាងម្នាក់របៀបអញ្ចឹងឯងតែសួរថាថតវីដេអូបានទេបានដូចគ្នាវាមិនមែនបញ្ហាទេគឺទៅលើទំហំកាមេរ៉ាក៏ដូចជាប្លង់ដែលយើងថតថាយើងថតបែបម៉េចអូខេចំពោះការថតទីងងឹតកន្លែងនេះខ្ញុំសង្ឃឹមថាអ្នកគ្នាប្រកាសជាយល់ច្បាស់ហើយបើចាំខ្ញុំនិយាយក៏បានដែរដូចខាងលើអញ្ចឹង full frame គឺប្រកាសជាល្អជាងហើយដោយសារពលឺគឺចាប់បានច្រើនជាងតែថាប្រយោជន៍របស់វា noise គឺវាអាចនឹងតិចជាង crop sensor ហើយរូបភាពក៏វាអាចស្អាតជាងដែរហើយណាមួយរបស់សំខាន់មួយទៀតគឺ ISO គឺបើកបានខ្ពស់ជាង crop sensor ចំពោះការថតរូបជាប្រភេទ blur background ឬក៏ថត portrait តំណឹកឃើញថត portrait សាមែនគេភ្លាមដាក់គេចំពោះការថត portrait ភាគច្រើនគឺគេចូលចិត្តថតប្រភេទកាមេរ៉ា full frame ដោយសារតែថតមកគឺស្អាតហើយដាច់ល្អខ្លាំងល្អខ្លាំងជាង crop sensor គឺចឹងឯងខ្លីៗទៅហើយចំពោះទំហំទម្ងន់ច្បាស់ណា crop sensor គឺតូចជាងទម្ងន់ក៏វារៀងស្រាលជាងដែរហើយបើសិនជាយើងនិយាយអំពីតម្លៃcrop sensor ក៏វារៀងសមរម្យជាង full frame ដែរហើយ lens ក៏ដូចគ្នាដែរតែបើខ្ញុំនិយាយអំពី lens ចាស់ស្ដែងដូច A7 របស់ Sony A7 ឬក៏ប្រភេទ Alpha ដូចជាប្រើ E-mount lens ដូចនឹងតកូ A6000 ដែរអាចដូរ lens នេះបានមិនមែនបញ្ហាទេវាខុសតែ body ដែរព្រោះ E-mount lens ដូចគ្នាចាស់ស្ដែងនៅពេលដែលខ្ញុំប្រើប្រាស់គឺអញ្ចឹងមែនខ្ញុំធ្លាប់ដូរជាមួយមិត្តភក្តិខ្ញុំផ្លាស់ប្ដូរ lens គ្នាទៅវិញទៅមកអូខេអញ្ចឹងបើសួរថាអ្នកទាំងគ្នាគួរតែជ្រើសរើសលើកាមេរ៉ាមួយណាដំបូងអ្នកទាំងគ្នាត្រូវតែសួរថាតើ
ការចំណាយយើងមានកម្រិតអត់ជាក់ស្ដែងការចំណាយខ្ញុំបទពិសោធន៍របស់ខ្ញុំគឺខ្ញុំមានកម្រិតអញ្ចឹងគឺខ្ញុំប្រើ crop ហើយអត់អាចមានលទ្ធភាពទាញទៅដល់ full frame ទេថ្លៃយ៉ាអា crop នេះក៏វាខែដែរណាពេលហ្នឹងទៅសួរមួយភ័ក្រគេអ្នកទិញហើយខ្ញុំទៅជួយមើលអញ្ចឹង crop sensor គឺល្អសម្រាប់អ្នកចាប់ផ្ដើមដំបូងហើយក៏ដូចជា vlog វាស្រាលជាងហើយវាស្រួលជាងទៅប៉ុណ្្នឹងឯងតែវា professional មកដូចជាថត pre-wedding ថតអីផ្សេងគឺប្រកាសជា full frame ហើយវាល្អជាងអូខេចឹងវីដេអូទាំងអស់គឺមានតែប៉ុណ្្នឹងទេដែលខ្ញុំនិយាយបើសិនជាមានចំណុចណាខ្វះខាតហើយខ្ញុំសូមខន្តីនឹងអីទោសផងព្រោះនេះជាអ្វីដែលខ្ញុំសិក្សាស្វែងយល់មកហើយយកមកចែកម្លែកដល់អ្នកទាំងគ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតសូមជម្រាបអ្នកគ្នាបាយ